បាទសូមជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈបងប្អូនយុវជនយុវតីដែលមានគំនិតជាតិនិយមនិងស្នេហាជាតិជាទីរាប់អាននៅពេលនេះខ្ញុំបាទហេងថាលសវុតសូមធ្វើការសម្ភាសបាទចាក់ការសម្ភាសមួយរវាងខ្ញុំនិងលោកកុយវណ្ណាអ្នកចម្រៀងស្នេហាជាតិដ៏ល្បីណាស្ដីអំពីទស្សនៈរបស់លោកនិងពីបំណងរបស់បងប្អូនខ្មែរនៅអាមេរិកដែលចង់អញ្ជើញលោកមកធ្វើទស្សនកិច្ចនៅស្រុកអាមេរិកណាសូមបងប្អូនស្ដាប់ដូចតទៅបាទសូមជម្រាបសួរលោកប្អូនកុយវណ្ណាបាទជម្រាបសួរបាទជម្រាបសួរថាសុខសប្បាយទេបាទសុខសប្បាយខ្ញុំចង់នៅពីអាទិត្យមុននេះខ្ញុំបានទៅចូលរួមពិធីសង្គ្រោះរាជអង្គាសលុយសង្គ្រោះជាតិនឹងខ្ញុំបានជួបបងប្អូនខ្មែរយើងនៅទីក្រុងលវែលរដ្ឋមាសាជិតនឹងជាពិសេសទូមនោចេតនាខ្មែរបានសម្ភាសខ្ញុំហើយបានសួរខ្ញុំពីយោបល់ខ្ញុំចំពោះយោបល់បងប្អូនខ្មែរយើងដែលនៅទីក្រុងលវែលនឹងចង់អញ្ជើញបងប្អូនមករួមពិធីណាមួយដើម្បីជាវិភាគទានឬក៏ជាការអញ្ជើញជាកិត្តិយសដោយសារបងប្អូនជាអ្នកចម្រៀងដែលល្បីឈ្មោះផ្នែកខាងតស៊ូហ្នឹងគេអ្នកចម្រៀងដ៏ល្បីហ្នឹងបើសិនជាមានការអញ្ជើញតើបងប្អូនមានយោបល់យ៉ាងណាដែរពេលខែណាដែលល្អសម្រាប់បងប្អូនបាទសូមអញ្ជើញមានប្រសាសន៍ខ្ញុំបានទទួលមេលម៉ែលរបស់បងប្រុសអ្នកជំនួសបងសុរតគាត់បានដាក់អ៊ីមែលមកខ្ញុំដើម្បីส่งសារខ្ញុំដើម្បីយកទៅសហរដ្ឋអាមេរិកប៉ុន្តែដោយបញ្ហាជាមួយខ្ញុំបានទៅពីជាមួយប្រទេសជប៉ុនបាទហើយគេត្រៀមលក្ខណៈយកនៅខែ4ពិសេសវាយកខែអាប់រីលនេះគឺខែ4នេះខ្ញុំមានជាកិច្ចពីទី1ទៅទី4ហើយទី2គឺប្រហែលជាខ្ញុំទៅសហរដ្ឋអាមេរិកប៉ុន្តែដោយសារមិនត្រូវគម្រោងជុំមិនទាន់មានគម្រោងជុំច្បាស់លាស់ពីលោកប្រធានតែឆ្នាំទៅខ្ញុំបានទៅមើលនៅក្នុងនេះធ្វើកិច្ចការជាមួយគាត់នៅឯបរិយាគាត់ដែរអូខេតែเราពីបន្តគម្រោងច្បាស់លាស់ដូច្នេះតែអាមួយធំគឺថាខ្ញុំបានគោរពពីសម្ដីរបស់ខ្ញុំទៅវិញតែគម្រោងថានឹងយកខ្ញុំទៅប្រទេសជប៉ុននៅខែអាប់រីលគឺខែ4នឹងដែរប៉ុន្តែបាច់ពេលនេះគាត់បានពីរបួសរបស់ខ្ញុំគឺខ្ញុំបានជួបជាមួយលោកថាបុតក៏ឲ្យខ្ញុំបំពេញកិច្ចការជាមួយលោកគាត់ថាចាំមកខ្ញុំនឹងទៅទីរួមដើម្បីសួរគាត់ច្បាស់ពីបញ្ហាហ្នឹងបាទអូខេអញ្ចឹងបានន័យថាបងអូនយល់ព្រមស្វាគមន៍ចំពោះការអញ្ជើញរបស់បងប្អូនខ្មែរយើងនៅទីក្រុងលវែលរដ្ឋម៉ាសាជូសេតនិងបងប្អូនខ្មែរយើងនៅអាមេរិកក៏ប៉ុន្តែដោយបងប្អូនរវល់នៅក្នុង schedule ហ្នឹងនៅក្នុងកម្មវិធីជាច្រើនជាពិសេសអញ្ជើញទៅប្រទេសជប៉ុនបានន័យថាចំពោះការអញ្ជើញនេះគឺស្វាគមន៍ជានិច្ចប៉ុន្តែចំពោះការមកដល់ខែ4ខែមេសាឬក៏ខែ8ជាខែបុណ្យអុំទូករបស់ខ្មែរយើងនៅវិជានៅទីក្រុងលវែលខ្ញុំជឿជាក់ថាបងប្អូននឹងមានកិត្តិយសអញ្ជើញមកប្រទេសអាមេរិកដើម្បីជាកិត្តិយសក្នុងការបង្ហាញទឹកចិត្តបងប្អូនដែលបងប្អូនខ្មែរយើងគ្រប់គ្រងសំណួរទី2ខ្ញុំចង់សួរបងប្អូនថាតើបងប្អូនមានយោបល់យ៉ាងម៉េចដែរចំពោះការដឹកនាំរបស់ប្រជាជនប្រជាជនកម្ពុជារបស់លោកហ៊ុនសែនដែលថ្មីនេះសូម្បីតែរដ្ឋមន្ត្រីឬក៏ក្រសួងការបរទេសអាមេរិកបានធ្វើសេចក្តីថ្លែងការណ៍ចំពោះការរំលោភសិទ្ធិរបស់រដ្ឋាភិបាលលោកហ៊ុនសែនហ្នឹងក៏ប៉ុន្តែរដ្ឋាភិបាលរបស់លោកហ៊ុនសែនបដិសេធតើបងប្អូនយល់យ៉ាងម៉េចដែរបាទចំពោះការដឹកនាំរបស់រដ្ឋាភិបាលហ៊ុនសែនសប្តាហ៍ថ្ងៃបាទជាខ្លីហើយចង់ខ្ញុំអត់តែជាខ្សែដែរហើយក៏មិនតែជាច្រើនគឺថារដ្ឋាភិបាលសប្តាហ៍នេះគឺជារដ្ឋាភិបាលមួយតែមិនក្រៅមិនចាំបាច់ហើយមិនពេញអ្នករដ្ឋាភិបាលហើយជាខ្មែរប្រជាជនខ្មែរគឺថាធ្វើការគិតកត់លើប្រជា
ជាបរិបទខ្មែរទៅលើសកម្មជនរបស់ខ្មែរដែលជាអ្នកស្រុកត្រង់ជាបរិបទខ្មែរជាអ្នកស្រុកត្រង់ជាអ្វីទីទួតតាមប្រព័ន្ធប្រែមានតែដំណោះប្រែទីតែយ៉ាងគឺជាគូបាឡើងតែដូច្នេះបញ្ហាទាំងអស់ហ្នឹងដែលខ្ញុំសូមជម្រាបដល់ថារឿងនេះដែលយើងទាំងអស់គ្នាយើងជាខ្មែរត្រូវគិតគូរគឺមិនមែនជារឿងខ្មែរគឺបញ្ហាយើងត្រូវការទៅកម្មវិធីរបស់យើងទៅរបបទៅរបៀបទាំងអស់ហើយយើងអត់ទៅរបៀបទាំងអស់ទេយើងមានទាំងអស់ទីចិត្តទៅគឺចិត្តមិនសម្ដៅប្រាប់តែចឹងតែយើងហៅនៅមិនបានមកដែរមកយើងខាងហ្នឹងគឺតាមយើងរំលឹកតែទៅនៅទីមុខដូច្នេះពីពីរកនេះយើងទៅធ្វើហើយយើងត្រូវធ្វើដំណើរទៅហួសទៅតែរបស់យើងជារបស់យើងមិនអាចឲ្យគេមកធ្វើតាមស្រុកกันជាបានទេតែជាជនជាតិដូចគ្នាគេមិនអីទេតែជនជាតិតែមកគូបាក៏ការសម្រាប់តែដូច្នេះរឿងបញ្ហាអ្វីៗគេថាយើងរឿងអាចមិនទេការរឿងអាចមកគឺការពីជារបស់យើងការពីទៅតែរបស់យើងការពីកិច្ចការរបស់យើងខ្ញុំអាចជំនាញរូបរាងទៅតាមវិជាខ្សែជាអត់មានដល់ខ្មែរដល់ខ្លាំងដូច្នេះអ្វីដែលខ្ញុំបានជ្រាបនៅក្នុងជំនាញគ្រប់បែបរបស់ខ្ញុំបានជ្រាបហើយដូច្នេះខ្ញុំអត់ចង់និយាយភាសាអីទេខ្ញុំប្រាប់បងប្អូនតាមរយៈកម្មវិធីរបស់ហើយតាមពីផែនការរបស់ខ្ញុំហើយផែនការគ្រប់បែបយ៉ាងរបស់ខ្ញុំបានទីជាចង់ជាខ្លីខ្ញុំបានទីអ្នកជាខាងយើងជួយហ្នឹងមកមួយអីមកធ្វើអ្វីៗគ្រប់បែបយ៉ាងលើផែនការរបស់យើងព្រោះហើយយើងត្រូវការពីជាខ្មែរមួយទៀតរបស់យើងជាត្រូវការពីរបស់យើងដូច្នេះពីរបស់យើងមានតែគ្រប់គ្រងពីលោករបស់ខ្មែរអត់ដែរតែទូតាលោកក៏មកខ្មែរមកគ្រប់គ្រងឲ្យមកលោកគ្រប់គ្រងឲ្យខ្មែរមិនបាច់ទេមកត្រូវការទីកន្លែងនោះមកត្រូវការឲ្យវិជាបុរដ្ឋខ្មែរមានសមត្ថភាពទៅពីទៅដាក់ពីទៅទៅខ្មែរមានប្រទេសរបស់ខ្មែរមកជាមានជាតិរបស់ខ្មែរដូច្នេះជាតិរបស់មកជាយើងត្រូវតែដោះស្រាយបញ្ហានេះខ្ញុំមានតែប៉ុណ្ណឹងហើយរឿងបញ្ហាអ្វីៗដែលវាអាចបានជាមួយមកគឺវាខុសទៅត្រង់ទៅហើយទីមួយតែទីយ៉ាងហើយតែមិនដែលវាមកនិយាយទេខ្ញុំទីរហូតឲ្យអត់ទីឡើងវិញនៅទីយ៉ាងទៅkaiតែនេះអូជាទីយ៉ាងរបស់ជាខ្មែរតែធ្វើមួយអានណាស់ទៅគេថាណាក៏ទីចិត្តទីអាមេរិកមានអង់គ្លេសមានជាវិបត្តិដូច្នេះអានណាស់ទៅតាមហើយនៅប្រទេសរបស់ប្រទេសទៅប្រទេសទីធ្វើទីយ៉ាងនោះមកដល់អីហើយគេថាយើងមានគេតែមិនមែនជាខ្មែរតែទេជាខ្មែរអត់បានទិញដល់ការថាជាចេញពីប្រទេសខ្មែរទេអ្នកមិនមកខ្មែរទេអ្នកតែក្នុងការថាជាចេញអត់អីដើម្បីគ្រប់គ្រងជាមួយគ្នាយកណយរបស់អន្តរជាតិយកគ្រប់តែយ៉ាងនេះឲ្យទៅជួយជាតិយកមកប្រើការតែខ្លួនហើយយកមកប្រើការតែក្រុមមកខ្លួនឯងទៅគោលតាមជាខ្លួនឯងទៅប្រាប់នេះដល់ឲ្យវិជាជនខ្មែរទៅតែគ្រប់ពីចំគោលការណ៍តស៊ូសម្រាប់ខ្លួនឯងទៅមិនអាចទៅឲ្យពួកមិនដឹងមកពីបីអ្នកនឹងមកធ្វើតាមរកពីវិជាជនទេបាទអស់នេះតែជាអ្នកទទួលប្រទេសជាតិអស់គ្នាគឺជាអ្នកការពារទឹកដីតាមជាប្រទេសជាតិមិនមែនគឺប្រាក់6អ្នកហ្នឹងគឺដល់20អ្នកនឹងកាត់ទៅជាទីយកទឹកដីគេអស់ហើយតែហើយមិនជឹងមកសម្រាប់ជាទីទៀតតែបាទមកជាអាស៊ីពីនេះក៏ពីសាបរដ្ឋអាស៊ីពីសាខ្មែរថាមកបានហើយលោកខ្ញុំធ្វើតាមជាខ្ញុំតើទៀតសូមអរគុណម្ដងហើយបាទបានន័យថាចំណុចដែលលោកមានការព្រួយបារម្ភចំពោះការដឹកនាំរបស់រដ្ឋាភិបាលហ៊ុនសែនហ្នឹងគឺចំណុចដែលយើងព្រួយបារម្ភក្រៅពីអំពើពុករលួយគឺឥទ្ធិពលរបស់ជាតិសាសន៍ដទៃជាពិសេសយួនបាទហើយចំណុចមួយទៀតខ្ញុំចង់សួរលោកថា
តើលោកមានយោបល់យ៉ាងម៉េចដែរចំពោះគណៈបកសង្គ្រោះជាតិដែលមានកំណត់ចរចាជាមួយគណៈបកប្រជាជនកន្លងទៅនឹងទៅអនាគតបាទសូមអញ្ជើញមានប្រសាសន៍គឺបញ្ហាចរចាគឺអាចចរចាបានតែប៉ុន្តែចរចារឿងបញ្ហាមួយគឺថាតើបញ្ហាជឿឈ្នះយើងឆ្លាក់ពីបរិបទរបស់អត់យើងឆ្លាក់ហើយតែយើងចរចាទៅបានរបស់បាត់ទៅទេតែវិនិច្ឆ័យយើងអត់ចរចាกันទេតែយើងត្រូវធ្វើអីតែយើងឆ្លាក់ហើយយើងត្រូវទទួលអីតែតែយើងចរចារឿងបញ្ហាផ្សេងទៀតរាប់ទៅលើទៅជួយស្ដាប់តែអត់ពីជននោះធ្វើអីជាមួយគណៈបកនេះតែឲ្យគាត់ក្រោបហើយឲ្យគាត់ធ្វើអីក៏ធ្វើដែរបើគាត់ទេក៏ទេបើគាត់ឈប់ក៏ឈប់បើគាត់ដាក់ហឹងសាក៏ហឹងដែរតែបើណាគាត់ទៅផលចេញមកយ៉ាងម៉េចក្នុងលក្ខណៈហ្នឹងតែចាធ្វើគាត់បានយ៉ាងម៉េចទៅស្ទះមកកន្លែងទៅចេញទៅតែតែគឺពូលហើយទៅអត់មកគឺអត់មកព្រឹករួមមូលហេតុមកថានេះមិនចេញមកដូចតាមទឹកអ្វីពីចេញរួចតាំងពីខែ28ដាក់កណ្ដាលមកដែរតែហើយគឺស្គាល់តែបងខ្ញុំឆ្លើយតាមបណ្ដាបាទអរគុណហើយបាទអរគុណបានន័យថាការចរចានេះអ្វីដែលយើងបាននោះគឺយើងមានជោគជ័យបាត់ហើយសម្រាប់ទៅលើយុទ្ធសាស្ត្ររបស់អ្នកដឹកនាំខ្មែរយើងជាពិសេសបកសង្គ្រោះជាតិនឹងថាតើយើងត្រូវការចរចានៅក្នុងនយោបាយពន្យាពេលរបស់គណៈបកប្រជាជនឬក៏យើងត្រូវសម្រេចថាធ្វើអ្វីដើម្បីសម្រេចនៅជោគជ័យបាទសូមអរគុណបាទបងប្អូនកុយវណ្ណាថ្ងៃបាទសូមបញ្ជាក់ថាការសម្ភាសនេះគឺមានលក្ខណៈបច្ចេកទេសពុំសូវច្បាស់ល្អក៏ប៉ុន្តែខ្ញុំយល់ឃើញថាខ្ញុំសង្ឃឹមថាទៅថ្ងៃក្រោយនឹងបានជួបសម្ភាសជាមួយបងប្អូនកុយវណ្ណាហើយនឹងបានជួបបងប្អូននៅសហរដ្ឋអាមេរិកបាទសូមអរគុណសូមជម្រាបលា